ទេភិក្ខុធម្មសភាយ៉ាងកថាំងសមុទ្ថាពេសង្ឃឯដល់កាលនោះរីអភិក្ខុផងទាំងឡាយបបួលគ្នាទៅជំនុំនៅឯដល់ធម្មសភាសាលាអាវុសមនាលភិក្ខុផងទាំងឡាយហើយរីព្រះដ៏មានបុណ្យជាអម្ចាស់យើងនេះព្រះអង្គមានឫទ្ធិអានុភាពច្រើនជាអស្ចារ្យឯដល់លោកនេះអ្វីមកលបាលឯអំពីមុនមកពុំដែលយល់ដូច្នេះក៏ឥឡូវនេះមហាមេឃឯងបងឲ្យនៅភ្លៀងបោកខរពណ៌ជាអស្ចារ្យនាកណ្ដាលជំនុំព្រះញាតនោះឯងតាំងសត្វាសាថាកាយនុដ្ឋាភីកវេអេតារហេកថាយៈសន្និសន្នាតេបច្ឆិតវារីព័រមានអភិក្ខុផងទាំងឡាយនោះមិនបានស្ងាត់ប៉ុន្តែប្រឡងក្នុងធម្មសភាសាលានោះហើយក៏លឺជ្រួតជ្រាបដរាបទៅដល់ព្រះស្រោតទឹកថ្លៃនៃព្រះដ៏មានបុណ្យព្រះអង្គជ្រាបដោយនៅអស់អាសេចក្តីនៃភិក្ខុទាំងឡាយនោះហើយស្ដេចទ្រង់ប្រចិនដាពិចារណាថាវោឥឡូវនេះអភិក្ខុផងទាំងឡាយបបួលគ្នាទៅជំនុំនៅនាធម្មសភាសាលាសឹងស្រដីសរសើរអំពីប្រាជ្ញាបារមីនៃអញតថាគតនេះណក៏ថាបើដូច្នោះអញតថាគតនឹងទៅស្ដាប់ជំនុំនៃភិក្ខុផងទាំងឡាយបន្តិចក៏បានថាបើអញតថាគតមិនទៅស្ដាប់ជំនុំនៃភិក្ខុសង្ឃផងទាំងឡាយឥឡូវនេះហើយក៏នាកាលអញតថាគតយន់យកកំណើតកើតជាពោធិសត្វមួយព្រះអង្គទ្រង់ព្រះនាមកបវរឈ្មោះថាមហាវេស្សន្តរនោះនឹងកំបាំងបានស្ងាត់បំឆ្ងាយទូលាយទៅឲ្យភ្នែកឡើយព្រះដ៏មានបុណ្យព្រះអង្គទ្រង់ប្រច័ណ្ឌាពិចារណានៅប្រការអំបាលនោះហើយទើបស្ដេចលីលាមកអំពីព្រះសុគន្ធកុដដីស្រីមហាវិហារទៅកាន់ធម្មសភាសាលាដ៏មានព្រះដំណើរសយនាតកទៀតឥតផលិកបីដោយគេសរាជចេញអំពីគុហាមាសឯដល់កណ្ដាលពួកមរឹកគណៈនិករផងទាំងឡាយនោះមានប្រការម្ដេចមិញក៏ស្ដេចទៅគង់លើគ្រាអាសនាក្រឡាសម្ដេចមានឯដល់កណ្ដាលជំនុំចាក់តបពិធបរិស័ទទាំង4ចម្ពោះព្រះអង្គមានព្រះបន្ទូលប្រកបនៅព្រះសូមទុរសជ្រៅជ្រះស្រឡះពីរសស្មោះស្មើដណ្ដឹងទៅកាន់ភិក្ខុផងទាំងឡាយថាភិកវេមនាលភិក្ខុផងហើយនាអ្នកទាំងឡាយមកជំនុំគ្នានៅនេះតើស្រដីដោយនពីអវ័យឆោឡោឯកធម្មសាលានេះក៏មិនដោះដាលត្រការឡើងទៅរកចម្រើនមេត្តាភាវនាវិបស្សនាកម្មដ្ឋានឲ្យបានមគ្គផលដល់សម្បត្តិព្រះនិព្វានដល់ជាឋានពំនាក់អាត្មាទីហោអ៊ីម៉ាយៈនាមាតិវុតទេទើបអភិក្ខុផងទាំងឡាយក្រាបថ្វាយបង្គំប្រណម្យទូលថាភ័ន្ទេភគវាបពិតព្រះដ៏មានបុណ្យប្រសើរហើយរីឲ្យយើងខ្ញុំមកជំនុំគ្នានៅនាធម្មសភាសាលានេះមិនគឺនឹងស្រដីនុអត្តិភាពបរិស័កភាពឲ្យជាមន្ទិលក្នុងព្រះសាសនាព្រះអង្គនេះឡើយសឹងតែស្រដីសរសើរដំណើរអំពីប្របារមីថ្លៃនៃព្រះអង្គឯងត្បិតមានភ្លៀងបោកខរពណ៌បង្អោចចុះមកជាអស្ចារ្យក្រៃដូចនៃព្រះអង្គជ្រាបក្នុងព្រះរាជហឫទ័យស្រាប់នោះឯងព្រះដ៏មានបុណ្យព្រះអង្គទ្រង់ជ្រាបហើយមានព្រះបន្ទូលថាមនាលភិក្ខុទាំងឡាយហើយនាភ្លៀងបោកខរពណ៌នេះមិនប៉ុន្តែឥឡូវនេះឡើយនាកាលតថាគតយន់យកកំណើតកើតជាពោធិសត្វមួយអង្គទ្រង់ព្រះនាមកបវរហៅថាមហាវេស្សន្តរនោះក៏មហាមេឃឯងបង្អោននៅភ្លៀងបោកខរពណ៌ជាអស្ចារ្យក្រៃឯដល់កណ្ដាលជំនុំព្រះញាតផងទាំងឡាយនោះក៏អស្ចារ្យក្រៃត្បិតប្រាជ្ញាមិនទាន់ចាស់បារមីពុំទាន់ទុំក៏ឥឡូវនេះតថាគតបានត្រាស់ប្រាជ្ញាសារពេជ្ជដាញាណជាប្រពុតហើយវិស័យដោយប្រពុតអំពីមុនរៀងមកតែនឹងមានបារមីដូច្នេះឯងវត្តត្វាតណ្ហិយហោសេព្រះអង្គមានព្រះបន្ទូលតែមួយព្រះអោសពីរព្រះអោសដូច្នោះហើយព្រះអង្គគង់ស្ងៀមទៅវិញអោងទេហេយាចិតោអតីតាំងអាហារេអណ្ដាប់នោះអភិក្ខុផងទាំងឡាយដឹងហេតុព្រះដ៏មានបុណ្យនៅប្រការអំបាលនោះហើយសឹងមានចំណងនឹងចង់ស្ដាប់ព្រះធម៌វិសេសទេសនានោះហើយទើបនាំគ្នាលុតជង្គង់លើកកំបង់អញ្ជលីដាក់លុសេរសាអាត្មាភាពក្រាបថ្វាយបង្គ
ង្គមប្រណំទូលថាភ័ន្ទេភគវាបពិតព្រះដ៏មានបុណ្យប្រសើរហើយព្រះអង្គមានព្រះបន្ទូលអំបញ្ញមិញនោះថានាកាលព្រះអង្គយោនយកកំណើតកើតជាព្រះពោធិសត្វមួយព្រះអង្គទ្រង់ព្រះនាមព្រះមហាវេស្សន្តរនោះរបស់យើងខ្ញុំគ្រាន់តែបានលើព្រះបន្ទូលអំបាលណោះរីនឹងដឹងជាសន្តានកន្លងរំលងទៅហើយនោះយើងខ្ញុំពុំទាន់ដឹងឡើយបបិទ្ធព្រះដ៏មានបុណ្យណាយសូមព្រះអង្គយកប្របញ្ញាទៅវិសេសមួយឈ្មោះពពេនិវាសានុសតិញាណទៅអបក្រសោបអស់ថបផងទាំងឡាយដែលកន្លងរំលងទៅហើយនោះនាំមកសម្ដែងថ្លែងទេសនាជាសន្តាប់ប្រាប់អស់យើងខ្ញុំទាំងអំបាលណេះហោងព្រះដ៏មានបុណ្យព្រះអង្គជ្រាបហើយព្រះអង្គនឹងនាំនៅប្រធមវិសេសទេសនាឲ្យជាសន្តាប់ប្រាប់សម្ដេចប្រវោបិតានៅអស់ប្រញាតផងទាំងពួងនៅអភិក្ខុសង្ឃអរហន្តាខៃណាស្របផងទាំងឡាយឲ្យឆ្ងាយកន្លងរំលងទៅនោះក៏ព្រះអង្គបើកព្រះឱរថបន្ទូលដ៏មានប្រសូរនោះមូលក្រាងក្រអៅជ្រៅជ្រះស្រឡះពីរោះឧបមាបីដូចសំឡេងព្រំទ្រង់សូត្រនៅបទព្រះបាលីដូច្នេះថាអតីទេភិក្ខវេវិសិរតទេចេតតរៈអ្នកករេវិសិមហារាជានាមការាជាងការិនតោសញ្ជាយ៉ាងនាមបតតាំងបដិលភីភិក្ខុហើយនាកាលផប់ផន់ដល់ខណ្ឌកັບកាលខាងកំបាំងបាត់ស្ងាត់កន្លងរំលងទៅហើយនោះកាលនោះមានព្រះមហាក្សត្រាធិរាជមួយព្រះអង្គទ្រង់ព្រះនាមកបវរថាព្រះបាទសិវិមហារាជសោយរាជសម្បត្តិស្ថិតនៅមួយអន្លើនឹងព្រះរាជទេពីស្រីប្រស្នំក្រមការបរិពាផងទាំងឡាយនៅឯដល់កំឡុងស្រុកជេតុដនគរភិក្ខុហើយរីព្រះមហាក្សត្រាធិរាជនោះសោតមានព្រះរាជបុត្រមួយព្រះអង្គចៅសញ្ជ័យកុមារលោកចៅសញ្ជ័យកុមារនោះចម្រើនប្រជញ្ញឡើងបាន16វស្សាបរិបូរហើយទើបព្រះបាទសិវិមហារាជស្ដេចឲ្យទៅនាំព្រះរាជបុត្រីស្រីរតកញ្ញានៃព្រះបាទមន្តរាជអំពីមាតុលនគរព្រះនាមព្រះនាងសុបារៈសុបតីយកមកផ្សំនឹងចៅសញ្ជ័យកុមារអភិសេកឲ្យសោយរាជសម្បត្តិស្នងគ្រងប្រពៃណីអំពីបុរាណសម្ដេចព្រះវររាជបិតាធិរាជតម្កល់ព្រះនាងឲ្យជាឧត្តមកន្លងក្រៃលែងអស់ស្រីប្រស្នំផងទាំងឡាយ 15,000 នោះឯងអោមតាសាពេអាយ៉ាងបបាបយោគោមអេតោហេអេកណវុតេកបាវសានេវិបស្សីនាមសត្ថាលោកេឧតបាតិបបតាយនេះនឹងស្រដីសរសើរដំណើរកាលព្រះនាងសុបារៈសុបតីទេវីសាងបារមីអំពីជាតិមុនឲ្យប្រកបជួបចូលមិត្តមូលមកនិយាយបទឲ្យចុងនេះវិញនាកាលអំណះកាលទាំងឡាយកន្លងរំលងទៅហើយរាប់ថយក្រោយទៅបាន91កាលរៀងរៀបដរាបមកដល់ផតកាលយើងនេះកាលនោះមានព្រះពុទ្ធមួយព្រះអង្គទ្រង់ព្រះនាមកបវរឈ្មោះព្រះពុទ្ធវិបស្សីសិរីសម្មាសម្ពុទ្ធស្ដេចបានត្រាសារពេជ្ជដាញាណឯកដល់លោកនេះព្រះអង្គនាំប្រធមវិសេសទេសនាប្រសាទផងទាំងឡាយឲ្យបានមគ្គផលដល់សម្បត្តិសួគ៌សម្បត្តិនិព្វានដល់ជាឋានខ្សែមប្រសើរហើយស្ដេចគង់នៅឯដល់ព្រៃហេមមិកទាយពុនស្ដេចអាស្រ័យយកបណ្ឌបាតសង្វាតសណ្ដោះប្រសាទផងទាំងឡាយនៅឯដល់ស្រុកមន្ធុមតីស្រីមហានគរបវររាជដ្ឋានតទាពាន់ធុមតីអ្នកករេពាន់ធមោនាមរាជារាជាងការិសេតាស្មੰពាន់ធុមតីអ្នកករាំងឧបនិស្សយៈខេមេមិកទាយេវិហរន្តិតាស្មੰកាលេអេកោរាជារញ្ញោពាន់ធម្មសៈអនខេអ្នកចន្តអ្នកសារេអ្នកសត្ថឹងសតសហសកនិកាំងសវណ្ណមាឡាំងពេសេសេឯដកាលនោះមានព្រះមហាក្សត្រាធិរាជមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទមន្ធុមរាជសោយរាជសម្បត្តិស្ថិតនៅឯដល់មន្ធុមតីស្រីមហានគរនោះកាលនោះសោតមានព្រះក្សត្រាធិរាជមួយព្រះអង្គទៀតជាស្ដេចទ្រង់ព្រះនាមព្រះបាទសាមន្តរាជស្ដេចឲ្យរាជអាមាត្យ 1000 នាក់យកសពាល់មាលាដ៏មានតម្លៃនោះ100,000 តម្លឹងមួយអន្លើនៅក្លឹមច័ន្ទសឹងដ៏មានតម្លៃនោះ
ច្រើនឲ្យនាំមកថ្វាយព្រះបាទមន្តធម្មរាជរីព្រះបាទមន្តធម្មរាជសោតស្ដេចមានព្រះរាជបុត្រីស្រីកញ្ញានោះពីរព្រះអង្គហើយទ្រង់ព្រះរាជទានក្លឹមច័ន្ទនោះទៅឲ្យព្រះរាជបុត្រីដ៏ជាច្បងរីសពមាលាមាននោះស្ដេចព្រះរាជទានឲ្យទៅព្រះរាជបុត្រីដ៏ជាប្អូនហើយព្រះរាជកុមារទាំងពីរអង្គនោះសោតមកគិតពិចារណានឹងគ្នាថានាងឲ្យរីក្លឹមច័ន្ទនិងសពមាលាមាននេះសម្ដេចព្រះវរបិតាទ្រង់ប្រទានមកយើងនេះឲ្យគ្រឿងប្រដាប់ទាំងនេះមិនគួរបីបើយើងនឹងប្រដាប់សម្រាប់អាត្មានៃយើងឡើយថាបើដូច្នោះយើងនឹងយកទៅថ្វាយបូជាព្រះដ៏មានបុណ្យវិញនោះជាគុណប្រសើរពេកហោងរីព្រះរាជកញ្ញាទាំងពីរគិតពិចារណានៅប្រការបាល់នោះហើយកៅក៏ចូលទៅក្រាបទូលសម្ដេចព្រះវររាជបិតាថាបបិទ្ធសម្ដេចព្រះវររាជបិតានៃយើងខ្ញុំទាំងពីរហើយនាក្លឹមច័ន្ទនិងសពមាលាមាននេះយើងខ្ញុំម្ចាស់ទាំងពីរនេះចង់យកទៅថ្វាយបូជាព្រះដ៏មានបុណ្យវិញរីព្រះមហាក្សត្រាធិរាជស្ដាប់ពាក្យនាងកញ្ញាទាំងពីរនៅប្រការបាល់នោះហើយស្ដេចមានព្រះរាជហឫទ័យនោះពេញនូវក្តីអំណរអទទួលយកពាក្យព្រះរាជธิតាហើយទ្រង់អនុមោទនាថាសាធុពីរោះពេកតបើដូច្នោះចូលនាងយកទៅថ្វាយបូជាព្រះពុទ្ធវិបស្សីនោះជាបុណ្យប្រសើរក្រៃពេកអោងរីព្រះរាជកញ្ញាដល់ជាច្បងនោះត្រាស់ប្រើរាជអាមាត្យមួយឲ្យយកក្លឹមច័ន្ទនោះទៅបុកឲ្យខ្ទេចល្អិតជាផង់ទូលីប្រពៃហើយនៃឲ្យដាក់ក្នុងប្រអប់មាសឲ្យស្រីសៅជ័យមួយជាកំណាន់កាន់ប្រអប់មាសនោះរីឯនាងកញ្ញាដ៏ជាប្អូននោះសោតឲ្យយកសពមាលាមាសឲ្យទៅជាងរចនាធ្វើជាគ្រឿងប្រដាប់ព្រះឱរាហើយទុកក្នុងប្រអប់មាសប្រពៃហើយនៃឲ្យស្រីសៅជ័យមួយជាកំណាន់កាន់រក្សាស្រេចហើយទើបព្រះរាជកញ្ញាទាំងពីរនោះលីលាយត្រាចេញអំពីប្រាសាទព្រះរាជមន្ទីរមួយអន្លើអន្តបរិវារស្រីផងទាំងឡាយនោះច្រើនស្មោះឆ្ពោះមុខទៅកាន់ព្រៃខេមមិកទាយពន្ធមហាវិហារនោះហោងរីព្រះរាជកញ្ញាដ៏ជាច្បងនោះនាងថ្នមប្រអប់មាសក្លឹមច័ន្ទចូលទៅថ្វាយបូជាព្រះពុទ្ធវិបស្សីហើយនាងលៀបស្រឡាបអស់ទាំងក្រែក្រឡាបន្ទំបរមសុខសួស្តីក្នុងព្រះសុគន្ធដីនោះរីសំណល់សល់អំពីនោះសោតនាងឲ្យលៀបស្រឡាបទាំងអស់សសរស្ដំព្រះសុគន្ធដីស្រីមហាវិហារនោះទើបនាងធ្វើប្រណិធានសូត្រជាបទប្រគាថាដូច្នេះថាអេសាចន្ទនៈចន្ទេនៈពូជាតមហេមេកតាតមហាទិសៈពុទ្ធាសមាតាហេសៈអនាគតេតេផន្តិភគវីបបិទ្ធព្រះដ៏មានបុណ្យប្រសើរហើយហើយទេចាស់ផលអានិសង្ឃនៃអញខ្ញុំម្ចាស់យកលំអិតក្លឹមច័ន្ទមកថ្វាយបូជាព្រះអង្គនេះលួណាគតកាលទៅឲ្យភ្នែកខ្ញុំសូមឲ្យបានជាព្រះកន្លងព្រះពុទ្ធប្រកាសមានសភាពដោយព្រះអង្គនេះឯងហោងរីនាងកញ្ញាដ៏ជាប្អូននោះសោតនាងចូលទៅបូជាសុពមាលាមាសដ៏ជាគ្រឿងប្រដាប់ព្រះឱរាដល់ព្រះពុទ្ធវិបស្សីស្រេចហើយនៃនាងធ្វើសច្ចាធិដ្ឋានសូត្រនៅបទប្រគាថាដូច្នេះថាផានទេសវណ្ណមាលាយៈមយាថ្វាងពោចិតោអសេទេមយហាងឧរេហោតោមាលាពោជាយៈនមិតាតេផានទេភគវីបបិទ្ធព្រះដ៏មានបុណ្យប្រសើរហើយទេចាស់ផលអានិសង្ឃនៃអញខ្ញុំថ្វាយបូជាសុពមាលាមាសដ៏ជាគ្រឿងប្រដាប់ព្រះឱរាព្រះអង្គនេះទោះខ្ញុំម្ចាស់នេះនឹងអន្តោលទៅវិញទៅមកយោនយកកំណើតកើតដល់100ជាតិក្តី1000ជាតិក្តី100,000ជាតិក្តីរីសុពមាលាមាសនេះសូមកុំឲ្យប្រាស់អំពីទ្រង់ខ្ញុំម្ចាស់ឡើយឲ្យបានរៀងរៀបដរាបដល់និព្វានរីព្រះពុទ្ធវិបស្សីព្រះអង្គទ្រង់ព្រះសម្ដាប់ព្រះរាជកញ្ញាទាំងពីរប្រាថ្នាដូច្នោះហើយព្រះអង្គទ្រង់ធ្វើនូវអនុមោទនាដល់ព្រះរាជកញ្ញាទាំងពីរសូត្រនៅបាតប្រគាថាដូច្នេះថាយាចេតថាទ្វីហេតមហេហេពោជាមយហាងបតតិតាតាយៈអិច្ឆន្តោតមហាកាំងយថាវោបតនាតថាតេថាហៃរាជកញ្ញាទាំងពីរហើយរីក្តីប្រាថ្នាឧបាសិកា
ទាំងពីរដែលមកបូជាប្រតិស្ថានដល់អញតថាគតនេះចូលឲ្យនាងបានសម្រេចបរិបូរណ៍ដោយក្តីបំណងប្រាថ្នាឧបាសិកាហោងរីឯព្រះរាជកញ្ញាទាំងពីរស្ដាប់អនុមោទនានៃព្រះតថាគតនៅប្រការបាលនោះហើយព្រះនាងទាំងពីរក៏មានព្រះハរតីនោះត្រេកអរលើកកំបង់អញ្ជលីដាក់លុសេរស័យថ្វាយបង្គំប្រណម្យក្រាបលាមកកាន់ព្រះរាជមន្ទីរវិញរីព្រះនាងទាំងពីរស្ថិតនៅនាមមនុស្សលោកនេះដរាបលុះរំលៀងប្រជជនមានអាយុអំពីមនុស្សលោកនេះស្មោះឈ្មោះបានទៅកើតឯកឋានសួគ៌ទេពលោកនាយលុះជាយត់អំពីសួគ៌ទេពលោកនាយនោះមកកើតឯកដល់មនុស្សលោកនេះលុះរំលៀងបញ្ចខណ្ឌអំពីមនុស្សលោកនេះក៏បានទៅកើតឯកដល់សួគ៌ទេពលោកនាយវិញទៀតរៀងរៀបដរាបលុះអំណះអស់កាល91កាប់ហោងរីនាងកញ្ញាដ៏ជាច្បងសោតបានមកជាព្រះកន្លងព្រះពុទ្ធប្រកាសព្រះនាងស្រីមហាមាយាទេវីរីនាងកញ្ញាដ៏ជាប្អូននោះសោតនាងអន្តោទៅវិញទៅមកលុះដល់ព្រះពុទ្ធកែសបៈព្រះអង្គបានត្រាស់ហើយនាងជាយត់មកចាប់បដិសន្ធិជាព្រះរាជបុត្រីនៃព្រះបាទកង្កេសរាជហើយតែទេជះផលអានិសង្ឃនាងបានយកសពមាលាមាសទៅថ្វាយបូជាព្រះពុទ្ធវិបស្សីនោះមិញកាលណានាងចាក់ចេញអំពីព្រះឧទោបវរប្រមាដាននោះហាក់បីដូចអ្នកយកសពមាលាមាសជាគ្រឿងប្រដាប់ព្រះឱរាមកប្រដាប់ស្រោបនៅព្រះអង្គនាងនោះឯងហេតុតែនិមិត្តនោះឯងទើបអស់ប្រញាតទេវង្សផងមកសន្មតកត់ព្រះនាមកថាព្រះនាងឧរាជទារាជកុមារីព្រះនាងចម្រើនវ័យធំឡើងបានប្រជជន16វស្សាព្រះនាងបានស្ដាប់ផតតានុមោទនារបស់ព្រះតថាគតជាអម្ចាស់នាងបានលុះសោតាបតិផលចំណេរអំពីនោះទៅព្រះនាងបានស្ដាប់ផតតានុមោទនាមួយអន្លើនឹងប្រវោរាជបិតាព្រះនាងបានលុះដល់ប្រាជ្ញាអរហត្តហើយព្រះនាងបួសជាភិក្ខុនីបានចូលនិព្វានដល់ជាឋានបរមសុខផ្សែមប្រសើរនោះទៀងប្រកាសហោងសមណីសមណៈកុត្តាភិក្ខុនីភិក្ខុទាសិកាធម្មាចេវៈសធម្មាចៈសង្ឃទាស័យចៈសត្តមាតេរីព្រះបាទកង្កេសរាជស្ដេចមានព្រះរាជបុត្រីដទៃទៀតនោះ7អង្គឈ្មោះនាងសមណី1ឈ្មោះនាងសមណៈកុត្តា1ឈ្មោះនាងភិក្ខុនី1ឈ្មោះនាងភិក្ខុទាសិកា1ឈ្មោះនាងធម្មា1ឈ្មោះនាងសធម្មា1ឈ្មោះនាងសង្ឃទាស័យ1រីព្រះរាជธิតាទាំង7នោះសឹងបានកើតតាន់ព្រះពុទ្ធបាទព្រះសមណៈគោតមបរមបពិតជាអម្ចាស់វិសេសនិយើងនេះខេមាចាឧបលវណ្ណាបដាចារាចៈគោតមីធម្មតិនាមហាមាយាវិសាខាចាពេសត្តមាតេរីព្រះនាងមួយអង្គនោះបាននាមហៅថានាងខេមាភិក្ខុនីនាងមួយបាននាមថានាងឧបលវណ្ណាទេរីនាងមួយបាននាមថានាងបដាចានាងមួយបាននាមថានាងគោតមីនាងមួយបាននាមថានាងធម្មតិនានាងមួយបាននាមហៅថានាងមហាមាយានាងមួយបាននាមហៅថានាងវិសាខារីព្រះនាងទាំង6នោះយើងមិនស្រដីឡើយយើងនឹងស្រដីតែព្រះនាងសធម្មាមួយប៉ុណ្ណោះព្រះនាងនោះអន្ទោលទៅវិញទៅមកនៅឯដឋានសួគ៌ទេពលោកនេះក្តីនៅនាមនុស្សលោកនេះក្តីហើយតែផលឡានិសង្ឃដែលព្រះនាងបានយកលំអិតក្លឹមច័ន្ទទៅថ្វាយបូជាព្រះពុទ្ធវិបស្សីនោះមិញកាលណាបើព្រះនាងចាក់ចេញអំពីព្រះឧទោព្រះវរមេដាដ៏មានព្រះអង្គព្រះនាងនោះធំក្លិនពីដោបីដូចអ្នកលាបប្រឡាបនៅលំអិតក្លឹមច័ន្ទក្រហមហើយតែនិមិត្តដូច្នោះហោងទើបព្រះនាងបានព្រះនាមថាព្រះនាងសុបារសពតិចំណេរអំពីនោះទៅព្រះនាងបានជាអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជនៅឯដល់ពិភពត្រៃត្រឹងនាកាលព្រះនាងសោយព្រះវិឡាល័យខ្សែប្រជជនមានអាយុដោយកំណត់អាយុទេវលោកនាងនោះ
កៅក៏មានបព្វនិមិត្ត5ប្រការហោងទេណាហភគវាទើបពពផាមិលាយន្តិសង្កិលេសន្តិវត្តាក៏ជាតោសេតោមុញ្ចន្តិកាយោតុពលៈរូបោកេសោទេវាសនេនាភិរមន្តិទេវានੰចុតិធម្មតាតេបបិទ្ធហើយហេតុតែនិមិត្តនោះឯងទើបព្រះដ៏មានបុណ្យព្រះអង្គមានព្រះបន្ទូលនឹងភិក្ខុផងទាំងឡាយថាភិក្ខវេមនាលភិក្ខុផងទាំងឡាយហើយរៀបការភ្ញីសួរទៅនោះស្រស់ល្អពុំដែលស្វិតស្រពោនមិញក៏ខ្វាយប្រែជាស្វិតស្រពោនអាក្រក់វិញរីសម្ពុតទៅពុំដែលនឹងដិតក្អែលជាមន្ទិលមិញក៏ខ្វាយប្រែជាមានមន្ទិលវិញរីញើសក្អែលពុំដែលនឹងកើតមានមិញក៏ខ្វាយប្រែជាហូរចេញមកអំពីឃ្លាមានជាមន្ទិលវិញរីខ្លួនព្រះនាងនោះពុំដែលថយកម្លាំងមិញក៏ខ្វាយប្រែជាស្គាំងស្គមថយកម្លាំងវិញហើយព្រះនាងក៏គង់លើក្រែក្រឡាអាសនាសម្ដេចពុំស្រណុកឡើយភិក្ខុហើយនេះជាសភាពនៃទេវតាផងទាំងឡាយនឹងជាយត់សឹងតែដូច្នេះឯងរីសម្ដេចព្រះឥន្ទ្រាធិរាជស្ដេចជ្រាបសភាពជាព្រះនាងសុបារសពតិនឹងអស់ប្រជជនមាយុអំពីសួគ៌ទេពលោកនោះកៅទៅស្ដេចនាំព្រះនាងទៅកាន់នន្តវណ្ណឧទ្យានដ៏ជាឋានបំបត្តិទុក្ខសោកមួយអន្លើនឹងស្រីសង្គាបរិពាផងជាច្រើនព្រះនាងសុបារសពតិផ្ទុំលើក្រែក្រឡាបន្ទុំបរមសុខសួស្ដីមានឯកដល់នន្តវណ្ណឧទ្យានព្រះឥន្ទ្រាធិរាជឯងស្ដេចគង់ខាងក្រែក្រឡាបន្ទុំព្រះនាងហើយស្ដេចមានព្រះបន្ទូលថាហើយនាងសុបារសពតិទេវីអើយអញនឹងបង្វែរឲ្យពរទាំង10ប្រការឲ្យនាងចូលនាងទទួលយកពរនេះឯងហោងព្រះឥន្ទ្រាធិរាជកាលណាបើនឹងប្រទានពរព្រះនាងក៏សូត្រនៅបទប្រគាថាជាបឋមមាននៅក្នុងមហាវេសន្តរជាដកដល់ប្រដាប់នីទៅនៅប្រគាថានោះ1000ដូចនេះថាផសតិវរៈវណ្ណាគេវរៈសោតសធាវរេបដ្ឋัพជាចារុបពង្គីយ៉ាងតយហាងមនសាបយន្តិផសតិថាឲ្យនាងសុបារសពតិដ៏ប្រកបនៅបញ្ចពិតកល្យាណីដ៏មានរស្មីដូចមាសចូលនាងទទួលយកពរទាំង10ប្រការនេះពរឯណាដ៏ជាសម្លាញ់ពេញនៅអំណរនៃមនុស្សសត្វផងទាំងឡាយឯដផ្ទៃក្រោមទាំងមូលនាមមនុស្សលោកនាយក៏ចូលនាងទទួលយកពរនោះហោងព្រះនាងសុបារសពតិទ្រង់ព្រះសណ្ដាប់ពំជ្រាបសភាពជាព្រះនាងនឹងចយត់ឡើយហេតុតែព្រះនាងភ្លេចស្មារតីទើបព្រះនាងទូលទៅព្រះឥន្ទ្រាធិរាជវិញសូត្រនៅប្រគាថាជាគម្រប់2ថាទេវរាជៈអ្នកមោទយត្ថោកੰបាបាំងបកតាំងមយារាមាចាវេសេមង្ខាណាវាតោវៈធរណីរុហន្តិទេវរាជៈបពិតសម្ដេចព្រះឥន្ទ្រាធិរាជប្រសើរហើយខ្ញុំអម្ចាស់សូមថ្វាយបង្គំប្រណម្យព្រះអង្គតើគឺអញខ្ញុំម្ចាស់ធ្វើនៅអំពើអ្វីជាប្រកាសគួរអន់អធនៈក្នុងព្រះរាជហឫទ័យនៃព្រះអង្គទើបព្រះអង្គមកកំចាត់បងខ្ញុំអម្ចាស់អំពីឋានសួគ៌ឋានសុខស្រណុកមហេមាឧបមាបីដូចជាខ្យល់មាលុតវៀតបក់ពន្លូតឲ្យភ្លូករលេងឈើផងទាំងឡាយនៅឯដក្រៅមនុស្សលោកនាយព្រះឥន្ទ្រាធិរាជស្ដេចជ្រាបសភាពជាព្រះនាងភ្លេចស្មារតីដូច្នោះហើយទើបព្រះអង្គមានព្រះបន្ទូលសូត្រជាបទប្រគាថាដូច្នេះថាអ្នកជេវតេកតាំងបាបាំងអ្នកចមេធ្វមសេអបយាបញ្ញញ្ចតេបរិក្ខៃណាំងយេអ្នកទេវាងវទាមិហន្តិផោសតិថាឲ្យនាងសុបារសពតិទេវីហើយរីអំពើបាបអ្វីនាងនឹងធ្វើឲ្យអន់អធនៈចិត្តអញនោះអត់អង្គឺមានឡើយនាងហើយហេតុតែអញយល់សភាពក្តីប្រត់ប្រាស់នឹងចយត់ដូច្នោះឯងហេតុនោះហោងចូលនាងទទួលយកពរទាំង10ប្រការនេះអំពីអញនឹងបង្វាយឲ្យនាងហោងអណ្ដាប់នោះព្រះនាងសុបារសពតិទ្រង់ជ្រាបសភាពថាអាត្មាអញនឹងចយត់ស្រត់ចុះមកឯដល់មនុស្សលោកនេះដូច្នោះហើយទើបព្រះនាងទទួលយកពរទាំង10ប្រការអំពីសម្ដេចព្រះឥន្ទ្រាធិរាជក្រាបទូលជាបទប្រគាថាដូច្នេះថាវរញ្ញេមេអតោសកៈសាពភូគាអ្នកមិសរៈសិវរាជសៈផតន្ទេតតអាសੰនិវេសនេនីល
នេតានីលភមូនីលខេចយថាមិគីផោសតីនាមៈនាមេនៈតថាអាសាំងពុរិនតតៈបតតាំងលភេថវរៈទាំងយាចយោកាំងអមច្ចារាំងពូចិតាំងបដិរាជូតេកតេមន្តាំងយាសសិណាំងកាភាំងមេធារយន្តយាមច្ឆមង្គកាំងអនុន្តតាំងកុឆេអនុន្តតោអាសៈចាបាំងវៈលិខិតាំងសមាំងធនាមេណបវត្តយងផលិតានសន្តោវាសវៈកាយេរៈជូនអ្នកលំពេថាវាចាញ់ចាពេបមោចយេមយុរៈកោញ្ចាភិរុទេនេរីវរៈកណាយុទេខចជេឡាវកាកនេសុតមាកថាវណ្ណិទេចត្រកៈលេយុខុសិទេសុរាមង្សាបពោធនេសិវៈរាជាសៈផតន្ទេតថាអាសាំងមហេសយាទេបបិទ្ធសម្ដេចព្រះឥន្ទ្រាធិរាជដ៏មានអំណាចអាចជាសូរកម្ពូលនៃអស់ទេវតាផងទាំងឡាយហើយខ្ញុំម្ចាស់សូមឲ្យបានជាអគ្គមហេសីនៃព្រះមហាក្សត្រព្រះបាទសិវរាជដែលគង់គ្រងព្រះរាជមន្ទីរឯដល់ស្រុកចេតុត្តរនគរប្រពោមួយនេះជាបឋមប្រពោមួយសោតខ្ញុំអម្ចាស់សូមឲ្យមានភ្នែកនោះមូលខ្មៅយងឧបមាបីដូចគុណមរឹកទើបកើតបានតែឆ្នាំមួយហើយឲ្យមានភូមោនោះកងត្រទេសត្រទួយបីដូចដង្គួយកៅតាន់ពំនូសោតបីដូចប្រពឹសស្នុកាកាន់ដងជក់ជ្រលក់ខ្មៅមកគូសមកវាហោមប្រពោមួយនេះជាគម្រប់ពីរប្រពោមួយសោតខ្ញុំម្ចាស់សូមឲ្យបានឈ្មោះថាសុបាទរសុបតីដោយដែលប្រក្រតីនៅឯដត្រៃត្រឹងពិភពប្រពោនេះឯងជាគម្រប់3ប្រពោមួយសោតខ្ញុំអម្ចាស់សូមឲ្យមានកូនប្រុសដ៏ប្រកបនូវកតញ្ញូឲ្យលឺទូតោអាចារ្យទាំងប្រឡងសកលចម្ពោះទ្វីបអាចកាត់អំណោយទានជាឋានពំនាក់នៃស្មុំយាយចកផងទាំងឡាយប្រពោនេះឯងជាគម្រប់4បបិទ្ធសម្ដេចព្រះឥន្ទ្រាធិរាជហើយខ្ញុំអម្ចាស់សូមកាលណាបើខ្ញុំអម្ចាស់នឹងទ្រង់ក៏នោះកុំឲ្យមានផ្ទៃពោះនោះធំប៉ោងពើច្រលើសលើសនឹងចង់ដង្ហើមនោះឡើយឲ្យរៀបសុភាពល្អបីដូចនយោកម្មធ្នូច្រកក្នុងបំពង់នោះឯងប្រពោនេះឯងជាគម្រប់5ប្រពោមួយសោតខ្ញុំអម្ចាស់សូមកំបីមានដោះសណ្ដាយជាសំណើចនៃអ្នកផងទាំងឡាយឡើយសូមឲ្យមានដោះក្បោះក្បំសំនឹងអោរាដោយផ្លែទន្លាប់មាសដែលយកមកផ្ទាប់នៅឯដទ្រូងរបស់ខ្ញុំអម្ចាស់ប្រពោនេះឯងជាគម្រប់6ប្រពោមួយសោតខ្ញុំអម្ចាស់សូមកុំឲ្យមានសក់ស្កូវអាស្រូវអាក្រក់សូមឲ្យមានសក់ខ្មៅយងរលុងរលើបដោយស្លាបភមរាប្រពោនេះឯងជាគម្រប់7ប្រពោមួយសោតខ្ញុំអម្ចាស់សូមឲ្យមានសម្បុរនោះល្អិតល្អបីដោយពពិលមាសគិតដល់អ្នកដោះខាតកំបីឲ្យមានដិតដល់នៅផង់ធូលីដីខ្សាច់ឡាយប្រពោនេះឯងជាគម្រប់8ប្រពោមួយសោតខ្ញុំអម្ចាស់សូមឲ្យបានដោះស្រាយសត្វផងទាំងឡាយឲ្យរួចចេញអំពីទុក្ខទោសគឺលោកដាក់ទ្រង់ជ្រុលច្រវាក់ខ្នោះខ្នងគុកដែលរាងនាំទៅនឹងសម្លាប់នោះក្តីខ្ញុំសូមឲ្យបានដោះអ្នកទោសទាំងនោះឯងឲ្យបានរួចចេញអំពីទុក្ខភ័យប្រពោនេះឯងជាគម្រប់9ប្រពោមួយសោតទៀតខ្ញុំអម្ចាស់សូមឲ្យមានសពសាទគឺហង្សគ្រាលកងានកងោកសង្ហាឆ្វាត់ឆ្វាលបន្លឺនៅស័ព្ទនោះលឺល្វែងល្វើយពីរោះឯដល់ព្រះរាជមន្ទីរដ៏ពេញមីដេដាស់ណាស់តាន់តាប់នេះទៅនៅកុំកៈទំពូនតម្លែទឿខ្នាយខ្នើយជាស្រីសង្ការផងទាំងឡាយហើយសូមឲ្យមានអ្នកប្រាជ្ញរាជបណ្ឌិតចេះថអាប្រស្នាបីដូចអ្នកសូរាទំពីអាសាយកំបីឲ្យដាច់អំពីព្រះរាជមន្ទីររបស់ខ្ញុំអម្ចាស់ឡើយប្រពន្ធនេះឯងជាគម្រប់10តមាត់ខាងបកាសេនតោសត្ថាហៈរីថអាឯណាពុំតាន់ប្រកាសបទព្រះបល័យឯណាពុំតាន់ចែងច្បាស់លោកព្រះអង្គបានត្រាស់ហើយព្រះអង្គមានព្រះបន្ទូលនឹងអស់ភិក្ខុផងទាំងឡាយសូត្រនៅបទប្រគាថាដូច្នេះថាអ៊ីទាំងវត្តវាអ្នកខរៈវាទេវរាជាសុចាំបតេផោសតិយាវរាំងតតវាអនុមោទិដ្ឋវាសវោតេ
ភិក្ខវេមនាលភិក្ខុផងទាំងឡាយហើយរីសម្ដេចព្រះឥន្ទ្រាធិរាជាសូរកំពូលនេះអស់ទេវតាផងទាំងឡាយព្រះអង្គបង្វែរពរប្រទានព្រះនាងសុបារសពតិទេវីស្រេចនៅប្រការអំបាលនោះហើយមានព្រះរាជហឫទ័យនោះដល់ពេញនៅអំណរអក្រៃពេកហោងទេសវរៈគាថាវណ្ណនានិទ្ធិតាបបិតាយអាត្មាភាពសម្ដែងថ្លែងប្រធមវិសេសទេសនាមហាវេសន្តរជាដកកន្តសពោដល់ប្រដាប់ប្រដានីទៅនៅគាថា19នេះមិញក៏សុរែកដោយនៅវេលាកាលដ៏សំគួរបរិបូរណ៍ម្លេះឯងោងចាប់កាន់ទស្សពរទី1តែប៉ុណ្ណេះ